បាទជំរាបសួរជួបជាមួយខ្ញុំច័ន្ទពិសាជាអនុប្រធានយុវដ្ឋានផ្នែកលក់គ្រប់គ្រងឧបករណ៍កសិកម្មនៅក្រុមហ៊ុន Angkor Green តើតើនឹងកន្លែងតូចចង្អៀតដែលត្រាក់ទ័រធំៗមិនអាចចូលបានហើយនឹងការប្រើប្រាស់មនុស្សជាច្រើនដើម្បីសម្អាតនោះវាមានផលលំបាកច្រើនគឺវាអាចទី1យើងចំណាយច្រើនក្នុងការប្រើមនុស្សក្នុងការសម្អាតស្មៅឬក៏បាញ់ថ្នាំស្មៅទី2គឺយើងធ្វើការយឺតបានន័យថាពេលដែលយើងប្រើមនុស្សធ្វើការគឺមិនដូចជាគ្រឿងយន្តធ្វើការអញ្ចឹងបានន័យថាយើងចំណាយទាំងពេលវេលាយើងចំណាយទាំងថវិកានេះហើយជាផលលំបាកដែលធ្វើឲ្យម្ចាស់ចម្ការគាត់ជួបបញ្ហានេះជារឿយៗណាយើងដឹងហើយថាបច្ចុប្បន្នកន្លែងខ្លះយើងមានមនុស្សច្រើនសម្រាប់ជួយការងារកសិកម្មតែកន្លែងខ្លះទៀតយើងរកអ្នកជួយមិនបានទេបានន័យថាពួកគាត់ធ្វើជាការចំណាក់ស្រុកឬក៏គាត់ទៅធ្វើការសំណង់នៅតាមទីរួមខេត្តឬក៏ភ្នំពេញអញ្ចឹងហើយម្ចាស់ចម្ការគឺគាត់ពិបាកក្នុងការរកកម្មករដើម្បីចូលមកធ្វើការសម្អាតស្មៅឬក៏ក្នុងចម្ការគាត់ធ្វើការងារផ្សេងៗអញ្ចឹងសួរថាតើបញ្ហាទាំងអស់នេះយើងជួបដដែលឬក៏យ៉ាងណាអញ្ចឹងហើយទើបបានខាងក្រុមហ៊ុន Angkor Green យើងចាប់ដើមស្វែងរកនៅដំណោះស្រាយសម្រាប់អតិថិជនទាំងអស់គ្នាថាតើគួរតែប្រើអ្វីដើម្បីក្នុងការធ្វើការងារលឿននិងចំណេញពេលវេលាបានរហ័សហើយចំពោះ Tractor BCS នេះគឺវាជួយកម្លាំងពលកម្មបានច្រើនបើយើងប្រៀបធៀបជាមួយនឹង Tractor BCS មួយវាអាចនឹងជួយកម្លាំងពលកម្មបានរហូតដល់មនុស្ស10នាក់ឬក៏អាចទៅ15នាក់គឺដោយសារតែ Tractor BCS នេះគឺវាធ្វើការបានលឿនរហ័សហើយនឹងជួយការងារបានច្រើនប្រភេទទៀតជាទូទៅដូចថាគាត់ត្រូវការពូនគល់ឬក៏លើកំពែងយើងចំណាយពេលត្រឹមតែ30ទៅ1នាទីក្នុងមួយដើមបើសិនជាតំបន់ដែលគាត់មានស្ថានភាពដីរដិរដប់ឬក៏មិនសូវស្រួលយើងអាចពី2នាទីទៅ3នាទីអញ្ចឹងតើតើនឹងពេលវេលានេះបើសិនជាករណីដែលយើងប្រើមនុស្សវិញក្នុងការពូនគល់មួយក្នុងការដាក់ជីគឺយើងចំណាយពេលច្រើនបានន័យថាអាចម្នាក់ទៅ5ទៅ10នាទីអញ្ចឹងយើងដឹងហើយថាបើសិនជាយើងប្រើម្នាក់5ទៅ10នាទីតើយើងត្រូវចំណាយពេលប្រមាណហើយបើសិនជាយើងប្រើ Tractor BCS បើសិនជាស្ថានភាពដីចម្ការនោះស្រួលត្រឹមតែ1នាទីអញ្ចឹងក្នុង1ម៉ោងយើងអាចធ្វើបានដល់រហូតដល់40ដើមអញ្ចឹងយើងចំណេញបានច្រើនចំណេញទាំងពេលវេលាយើងចំណេញទាំងថវិកាថែមទៀតមួយវិញទៀតតកតងនឹងអតិថិជនដែលមានចំណារអារម្មណ៍ចង់ដឹងពីប្រសិទ្ធភាពនៃការប្រើប្រាស់ Tractor BCS កង់ពីរនេះគឺអ្នកទាំងអស់គ្នាអាចតាក់ទងមកក្រុមហ៊ុន Angkor Green ផ្ទាល់ឬក៏តាមរយៈ Page Angkor Green Machinery និងមួយទៀតតាមរយៈលេខទូរស័ព្ទដែលយើងបានដាក់នៅខាងលើបាទសូមអរគុណ